អ្នកទាំងអស់គ្នាខ្ញុំអេលីថ្ងៃនេះដែរគឺខ្ញុំមកបន្តសាច់រឿងភាព4របស់យើងណាអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងហ្មងណារឿងហ្នឹងក៏បានកាត់មកពីអ្នកនេះដែលពងសៃហៅពូរបស់គេអញ្ចឹងសូអាហ្នឹងក៏បាននិយាយប្រាប់ពូរបស់គេថាឃើញអត់ខ្ញុំហើយនឹងយន់វូហ្នឹងឥឡូវឡើងមកដល់លើហ្នឹងហើយយូរហ្នឹងក៏គាត់តបទៅក្មួយគាត់វិញទៅថាគាត់ឃើញហើយអញ្ចឹងហើយឲ្យពីអ្នកហ្នឹងឆ្លាយចុះមកក្រោមវិញមកហើយមើលពីអ្នកហ្នឹងអង្គុយមើលក្មេងៗលេងឡើងដូចប្តីប្រពន្ធហ្មងណាហើយសូយូនយើងហ្នឹងក៏អង្គុយមើលក្មួយលេងហើយគាត់ញ៉ាំណាស់ហើយបើហ៊ុនវិញនេះអត់មានមាត់អីទាំងអស់ប៉ុន្តែលួចតែមើលមុខគេទេលួចមើលមុខគេឡើងម្ចាស់គេចាប់បានហើយថាមើលគាត់ឲ្យមើលម៉ែហើយដល់ពេលម្ចាស់គេចាប់បានចឹងក៏ថាអូយសុំទោសហើយសូយូនពេលលើគេនិយាយចឹងក៏និយាយថាខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំគិតថាមានរឿងអីផ្សេងដែលហ៊ុនហ្នឹងគឺត្រូវតែសុំទោសគាត់ដែលគាត់ហ្នឹងពិបាកចិត្តមែនតើនៅពេលដែលគាត់ឆាតទៅហ៊ុនហើយហ៊ុនអត់តបសារគាត់ចឹងហើយហ៊ុនហ្នឹងបាននិយាយមួយគាត់ហើយតាអីនៅពេលដែលគាត់ហ្នឹងយកសអាចចេញមកក្រៅហ្នឹងហ៊ុនហ្នឹងគឺគាត់ចង់យកហ៊ុនវូចេញមកក្រៅដែរគាត់ហ្នឹងក៏បាននិយាយថាតើគាត់ហ្នឹងធ្វើឲ្យហ៊ុនមានអារម្មណ៍ថាអត់ស្នុកក្នុងខ្លួនមែនហើយហ៊ុនហ្នឹងក៏គាត់តបទៅវិញទៅថាតាមពិតទៅហ្នឹងគឺគាត់អត់មានអារម្មណ៍ថាស្នុកក្នុងខ្លួនទេពេលដែលគាត់នៅជាមួយនឹងសូយូនោះហើយសូយូហ្នឹងក៏តបទៅវិញទៅថាមែនប៉ុន្តែគាត់សប្បាយចិត្តណាពេលដែលឃើញហ៊ុនហ្នឹងគឺពិបាកចិត្តខ្លាំងណាស់នៅពេលដែលហ៊ុនហ្នឹងបានដូរលេខទូរស័ព្ទហើយបានកាត់ផ្ដាច់តំណែងទាំងអស់ជាមួយគាត់ចឹងហ៊ុនហ្នឹងគឺសួរទាំងឆ្ងល់ហ្មងថាសូយូហ្នឹងមែនពិបាកចិត្តសូយូហ្នឹងក៏គាត់តបទៅវិញទៅថាហ្នឹងហើយហ៊ុនហ្នឹងគឺអត់ដែលគិតទេមែនថាពួកគាត់ហ្នឹងគឺមានតំណែងល្អជាមួយគ្នាហើយគាត់ហ្នឹងក៏បាននិយាយបន្ថែមថាគាត់ហ្នឹងគឺតែងតែគិតអំពីរឿងនោះនិយាយចឹងហើយហ្នឹងធ្វើមកឡើងចលើហ្មងសំខាន់ណាយកដៃខ្លួនឯងហ្នឹងទៅប៉ះលើកញ្ចក់គេទៀតហ៊ុនហើយឡើងអៀនហ្មងហើយគ្នាគ្រាចេញឡើងលឿនហើយភ្លាមនឹងដែរហ្នឹងក៏លឺសូអាហ្នឹងហៅពូរបស់គេឲ្យជួយចឹងហ៊ុនហ្នឹងគឺអត់មាត់អីទេតែតើមើលគេឡើងអត់ដាក់ភ្នែកហ្មងហើយបើអ្នកខាងនេះឃើញអូនងាកមកអញ្ចឹងក៏ញ៉ាំទាំងលឹបភ្នែកដាក់គេចឹងទៅហើយបានគាត់ហ្នឹងងើបដើរទៅរកក្មេងៗពីរនាក់ហ្នឹងទៅហើយពេលដែលសូយូនគាត់ដើរចេញហ្នឹងក៏គាត់បានគិតក្នុងចិត្តថាហ៊ុនហ្នឹងគឺអត់សូវស្នុកចិត្តទេពេលដែលមានខ្ញុំនៅចិត្តគាត់គាត់ហ្នឹងអត់សូវស្នុកចិត្តក៏ដោយប៉ុន្តែសម្រាប់ខ្ញុំហ្នឹងគឺខ្ញុំងាយស្រួលក្នុងការទៅចិត្តគាត់ដោយសារតែឥឡូវហ្នឹងគឺគាត់ខ្លាចជាប៉ាគេហើយសូយូនហ្នឹងគឺអត់ដឹងភ្លុំវិជាសូអាអីគេខ្លះទេឡើងគ្នាមកសុំប៉ារបស់យន់វូចឹងហើយសាពះសុំគេឡើងខ្ជូតហ្មងថាគាត់ហ្នឹងគឺចង់ទៅញ៉ាំការ៉េជាមួយយន់វូចង់ទៅរៀនជាមួយយន់វូចង់គេងផ្ទះជាមួយយន់វូហើយតើគាត់ហ្នឹងអាចទៅលេងផ្ទះរបស់យន់វូបានអត់ហើយហ៊ុនដល់ពេលឃើញសូអាសុំខ្ជូតទៅចឹងទៅគ្នាប្រកែកមិនកើតគាត់ហ្នឹងក៏ថាអីទេអាចមកលេងបានចឹងហើយក៏កាត់មកថ្ងៃស្អែកនៅពេលដែលសូយូនហ្នឹងគឺគាត់កំពុងរៀបចំខ្លួនណាបងស្រីរបស់គាត់ហ្នឹងឃើញអញ្ចឹងហើយក៏ដើរមកសួរទៅថាសូយូនហ្នឹងទៅណាទៅដេតមែនហើយសូយូនហ្នឹងក៏គាត់ឆ្លើយទៅថាអត់ផងគាត់នឹងសូអាដើរលេងហើយបងស្រីរបស់គាត់ហ្នឹងលឺអញ្ចឹងហើយក៏និយាយថាឲ្យគ្រាន់តែនងមួយដើរលេងសោះហ្នឹងតែងខ្លួនម៉េះសូយូនហ្នឹងក៏តបទៅបងស្រីរបស់គាត់វិញទៅថាគាត់នឹងមិនមែនតែងខ្លួនហើយគាត់ហ្នឹងតែងខ្លួនអញ្ចឹងរាល់ថ្ងៃដែរហើយបងស្រីរបស់គាត់ហ្នឹងក៏និយាយថាតែងខ្លួនខ្លាំងពេកទៅឡាអាក្រក់ហ្មងហើយដល់ពេលលឺបងស្រីរបស់ខ្លួនឯងនិយាយអញ្ចឹងក៏មកឈរឆ្លោះកញ្ចក់វិញទៀតហើយក៏តាមមកកើតក្នុងចិត្តថាគាត់ហ្នឹងធ្វើខ្លួនស្អាតពេកមែនឬក៏សក់របស់គាត់ហ្នឹងធ្វើស្អាតខ្លាំងពេកតែទោះជាយ៉ាងណាក៏ដោយគឺគាត់ហ្នឹងចង់ឲ្យហ៊ុនហ្នឹងស្រឡាញ់គាត់ម្ដងទៀតអញ្ចឹងហើយគឺគាត់ត្រូវតែស្អាតអញ្ចឹងឯងគាត់តែអញ្ចឹងទេប៉ុន្តែយកដៃហ្នឹងមកកវីសក់របស់ខ្លួនឯងអញ្ចឹងហើយក៏តាមមកកើតក្នុងចិត្តថាតើគាត់ធ្វើសក់អញ្ចឹងហ្នឹងបាននៅហើយពេលដែលគាត់ធ្វើសក់អញ្ចឹងមានអារម្មណ៍ថាគាត់ហ្នឹងគឺដោយការនៅវិទ្យាល័យអញ្ចឹងហើយក៏តាមមកស្ដីឲ្យខ្លួនឯងថាអូយតែខ្ញុំពងគាត់អីគេឥឡូវហ្នឹងគាត់ណាក៏បានកាត់បន្ថែមទៀតថាហ៊ុនហ្នឹងដឹងតែចូលចិត្តមុខគាត់ហើយទោះបីគាត់ធ្វើអីក៏ដោយកាត់ក្នុងចិត្តតែអញ្ចឹងទេហើយក៏និយាយមកថាគាត់ហ្នឹងគួរធ្វើសក់ម្ដងទៀតអស់ហើយក៏កាត់មកពេលដែលសូយ៉នហើយនឹងសូអាហ្នឹងគឺបានមកដល់ផ្ទះរបស់ហ៊ុនអញ្ចឹងហើយពេលដែលសូយ៉នគាត់ដើរចូលមកហ្នឹងគាត់បាននិយាយថាហ៊ុនហ្នឹងប្រកាសរៀបចំផ្ទះម៉ែផ្ទះឡើងស្អាតហើយដល់ពេលមកមើលហ៊ុនណាគ្នាឡើងភ័យហ្មងដល់ពេលសូយ៉នគាត់ងាកឃើញហ៊ុនអញ្ចឹងគាត់សួរទៅថាមិនបានហ៊ុនហ្នឹងភ័យម៉ែហើយក៏ធ្វើជានិយាយប្រាប់ថាសូអាហ្នឹងចូលចិត្តហ៊ុនវូណោះហើយហ៊ុនហ្នឹងក៏គាត់តបទៅវិញទៅថាហ៊ុនវូហ្នឹងក៏ចូលចិត្តនាងដែរហើយសារតែពេលទៅសាលាហ្នឹងគឺពីរអ្នកហ្នឹងរៀនសិក្សានឹងគ្នាហ៊ុនវូហ្នឹងគឺតែងតែនិយាយរឿងសូអាប្រាប់គាត់នៅពេលដែលហ៊ុនវូហ្នឹងមកពីរៀនហើយពេលហ្នឹងដែរហ្នឹងសូយ៉នក៏គាត់បានកើតក្នុងចិត្តថាហ៊ុនហ្នឹងគឺតែងតែមានអារម្មណ៍ថាអត់សូវស្នុកក្នុងចិត្តរបស់គាត់រហូតប៉ុន្តែនៅពេលដែលគាត់ហ្នឹងបាននិយាយពីរឿងកូនរបស់គាត់មានអារម្មណ៍ថាហ៊ុនហ្នឹងគឺសប្បាយចិត្តមែនតើគិតបដាហ្នឹងក៏ដោះអាវចេញមកបដាចង់ប្រាប់ថារៀងកូនប្រុសស្អាតខ្លាំងហើយសូយូហ្នឹងក៏បាននិយាយមកថាហ៊ុនហ្នឹងគឺជាប៉ាដែលល្អម្នាក់ដែលធ្វើឲ្យគាត់ហ្នឹងគឺអាចជឿបានដែលគាត់ក៏អញ្ចឹងហើយហ្នឹងក៏គាត់ងាកទៅនិយាយជាមួយហ៊ុនថាពួកយើងខាងពួកយើងហ្នឹងសោះស្នាគ្នាដែរមិនអញ្ចឹងគាត់ក៏បាននិយាយបន្ថែមថាខ្ញុំគិតថាពួកយើងហ្នឹងគឺស្គាល់គ្នាយូរហើយថែមទាំងហ៊ុនហ្នឹងគឺបានហត់ចោលគាត់ទៀតដល់ពេលហ៊ុនណាគ្នាលឺហើយគ្នាឡើងថាអញ្ចឹងឲ្យគាត់សុំទោសផងរឿងហ្នឹងសូយូហ្នឹងក៏គាត់តបទៅវិញទៅថាគាត់ហ្នឹងមិនមែននិយាយអញ្ចឹងចង់ឲ្យហ៊ុនហ្នឹងសុំទោសគាត់ទេគាត់ហ្នឹងគឺគ្រាន់តែឆ្ងល់ថាហេតុអីបានហ៊ុនហ្នឹងហត់ចោលគាត់ណាគាត់និយាយបន្ថែមទៅមុខចលើហ្មងថាតើហ៊ុនហ្នឹងស្ដាយក្រោយមែនពេលដែលបានធ្វើរឿងហ្នឹងជាមួយគាត់ហើយដល់ពេលហ៊ុនលឺអញ្ចឹងគ្នាឡើងស្កាត់មាត់បន្តិចហ្មងហើយបានគាត់និយាយថាឲ្យបានសូយហ៊ុនហ្នឹងលើករឿងហ្នឹងមកនិយាយអញ្ចឹងគាត់ហ្នឹងគឺតែងតែកាត់មកថាដោយសារតែគាត់ធ្វើរឿងហ្នឹងអញ្ចឹងហើយបានធ្វើឲ្យសូយហ៊ុនហ្នឹងមានអារម្មណ៍ថាអត់ស្រួលចិត្តសូយហ៊ុនហ្នឹងក៏គាត់
សួរទាំងឆ្ងល់ហ្មងថាគាត់មែនហើយហៅនឹងក៏គាត់តបទៅវិញទៅថាត្រូវអីខេងសូយ៉នឹងចូលចិត្តមនុស្សស្រីអីហើយការពីនៅរៀនវិទ្យាល័យនឹងគឺសូយ៉នឹងតែងតែមានសង្សាររហូតហើយសូយ៉នឹងក៏គាត់តបទៅវិញទៅគាត់ថាគាត់នឹងគឺជា BI នឹងមានន័យថាស្រឡាញ់ស្រីក៏បានស្រឡាញ់ប្រុសក៏បានណាហើយគាត់ក៏បាននិយាយបន្ថែមថាគាត់នឹងក៏ដែរស្អប់នៅពេលដែលពួកយើងនឹងធ្វើរឿងចឹងទេនៅពេលដែលហ៊ុនលឿនចឹងក៏គាត់អត់មកបន្តិចដែរយើងក៏បានឃើញសូយ៉នឹងសូមមកកាន់ហ៊ុនដែរថាតើយប់នឹងគឺគាត់អាចគេញនឹងបានអត់ហើយយើងនឹងក៏បានដឹងថាហ៊ុននឹងគឺគាត់ឆ្លើយថាមិនដែរសតភាព4នឹងគឺបានកាត់ចប់ត្រឹមតែប៉ុណ្ណេះឯណាអរគុណអ្នកទាំងអស់គ្នាច្រើនបាយបាយ